សូមគោរពពុកម៉ែបងប្អូនដែលតែងតែរងចាំក្នុងការស្ដាប់រឿងនិទានថ្ងៃនេះ Admin សូមលើកយករឿងមួយដែលតាក់ទងនឹងវិឡាចំណាស់មួយដែលបានបោះបង់មកតាំងពីសម័យបារាំងមកម្លេះក្នុងអំឡុងពេលនោះមានក្មេងស្រីម្នាក់ដែលត្រូវជាចៅស្រីរបស់ម្ចាស់ផ្ទះវិឡាមួយនេះនាងក៏បានមកស្នាក់អាស្រ័យនៅក្នុងវិឡានេះផងដែរហើយនាងក៏បាននិយាយថានាងបានជួបរឿងចម្លែកនៅក្នុងផ្ទះនេះរឿងរបស់នាងក៏ចាប់ផ្ដើមឡើងនៅក្នុងរាត្រីដ៏សែនស្ងប់ស្ងាត់មួយមានតែសំឡេងនាឡិកាលាន់សរត្រឹកនៅក្នុងផ្ទះវិឡាដ៏ចំណាស់មួយនេះផងដែរដែលសំឡេងនាឡិកានោះគឺបន្សល់ឡើងតាំងពីជំនាន់បារាំងមកម្លេះរីឯក្មេងស្រីដែលឈ្មោះម៉ូលីកាគឺជាចៅស្រីរបស់ម្ចាស់ផ្ទះវិឡាមួយនេះហើយនាងក៏ទើបតែបានមកដល់នៅក្នុងផ្ទះវិឡាដ៏ចំណាស់មួយនេះផងដែរនៅក្នុងរាត្រីនេះក៏ជារាត្រីដំបូងរបស់នាងដែលបានមកស្នាក់អាស្រ័យនៅក្នុងផ្ទះវិឡាដ៏ចំណាស់មួយនេះនៅក្នុងរាត្រីនោះផងដែរដោយសារតែម៉ូលីកានាងបានផ្លែកកន្លែងនាងគេងមិនលក់ទាល់តែសោះមួយសន្ទុះក្រោយមកនាងក៏សម្លឹងទៅមើលមាត់បង្អួចដែលមានវាំងននពណ៌សកំពុងតែត្រូវខ្យល់បក់រវិចលុះពេលនាងសម្លឹងមើលយូរទៅវាំងនននោះហាក់ដូចជាមានព្រលឹងវិញ្ញាណតែទោះជាយ៉ាងណាវាគ្រាន់តែជាការគិតរបស់ម៉ូលីកាគឺជាមនុស្សដែលមានស្មារតីរឹងប៉ឹងអ្វីត្បិតតែនាងស្រមៃឃើញដូច្នេះតែនាងមិនភ័យខ្លាចនោះទេនាងសម្លឹងចុះសម្លឹងឡើងគិតពីនេះគិតពីនោះម៉ូលីកាក៏លងលក់ដោយមិនដឹងខ្លួនគ្រាន់តែនាងលងលក់លឹបភ្លាមនោះក៏មានវិញ្ញាណមនុស្សស្រីស្លៀកសម្លៀកបំពាក់បុរាណបានបង្ហាញខ្លួននៅចុងជើងរបស់នាងវិញ្ញាណខ្មោចស្រីនោះសម្លឹងមើលមុខម៉ូលីកាដោយទឹកមុខខឹងស្អប់តែមានភាពនឹងថឹងតាមចរិតមាយាទមនុស្សសម័យមុនរីឯខ្មោចស្រីនោះបាននិយាយថាទីបំផុតនាងក៏មកដើម្បីឲ្យយើងបានសងសឹកបន្ទាប់ពីខ្មោចនោះនិយាយរួចនាងក៏លូកដៃទៅច្របាច់កម៉ូលីកាធ្វើឲ្យម៉ូលីកាថប់ដង្ហើមខំស្រែកឲ្យគេជួយទាំងកំពុងគេងលក់ឯខ្មោចស្ត្រីបុរាណនោះក៏ខំប្រឹងច្របាច់កម៉ូលីកាហើយខំសម្លឹងទៅនាងដោយកែវភ្នែកមុតស្រួចព្រមទាំងពោលពាក្យថាយើងរងចាំឱកាសនេះជាយូរណាស់មកហើយនាងម៉ូលីនាងឯងដណ្ដើមសង្សារពីយើងនាងឯងជាមូលហេតុដែលធ្វើឲ្យយើងស្លាប់ពេលនេះយើងសម្លាប់ឯងវិញម្ដងរីឯម៉ូលីកាខំប្រឹងស្រែករហូតដល់ភ្ញាក់ដឹងខ្លួននៅពេលដែលនាងដឹងខ្លួនវិញ្ញាណខ្មោចនោះក៏បានបាត់ផងដែររីឯម៉ូលីកាពេលនាងភ្ញាក់ដឹងខ្លួនឡើងមានអារម្មណ៍ថាហត់យ៉ាងខ្លាំងនិងបែកញើសជោគតែម្ដងនាងបានយកដៃស្ទាបករបស់នាងទាំងពោលពាក្យថាតើនេះជាសវណ្ណឬតែខ្ញុំមានអារម្មណ៍ថាវាដូចជាការពិតខ្លាំងណាស់ម៉ូលីកានាងនិយាយហើយប៉ុន្តែនាងមិនបានដឹងទេថាខ្មោចនាងឆោមដែលបានចូលមកច្បាច់កនាងអបែងមិញកំពុងតែសម្លឹងមើលនាងនៅមាត់បង្អួចទាំងក្តីមិនអស់ចិត្តនឹងបានរអ៊ូថាស្ដាយណាស់កុំតែខ្លាចនឹងឯងឃើញយើងហើយស្រែកផ្អើលជំនាងផ្ទះទេកុំអីនឹងឯងស្លាប់ជាមិនខានឡើយជំនាងផ្ទះដែលកំពុងតែនៅពីក្រោយខ្មោចនាងឆោមបាននិយាយទៅកាន់នាងថាយើងប្រហែលតែបន្តិចនាងក៏ចូលទៅធ្វើបាបមនុស្សបន្តមិនគិតចង់សន្សំបុណ្យទៅចាប់ជាតិចាប់កំណើតថ្មីទេរីឯខ្មោចនាងឆោមក៏បានបែរមុខឆ្លើយវិញថាខ្ញុំមិនដែលគិតថាខ្ញុំចង់ទៅណានោះទេដរាបណាខ្ញុំនៅមិនទាន់បានសងសឹកចំណែកឯជំនាញផ្ទះក៏ទូន្មានប្រាប់ខ្មោចនាងឆោមនោះថាការចងកម្មពៀនឹងគ្នាបែបនេះវាមានតែបន្តការឈឺចាប់ទុកព្រួយវេទនាដល់ខ្លួនឯងតែប៉ុណ្ណោះឈប់ត្រឹមនេះទៅឈប់ចងកម្មពៀនឹងមនុស្សទៀតទៅ